Chấm là xu là ôm. Ba Xôm ở nhát score chấm là ôm phong. nhóm một thầy bọn Thầy bột nè. bà Năm đấy là ôm bờ chôn mà này. chất sắp bẩm mũi chất sắp bơ lấy Chất sập bờ mũi chất sập bờ pal hơi. bà chất sắp bơ lấy Bà hay nữ mà đồng ní dân hai phun không một bay đây là ôm. phun chùm cà rốt phun bò sò sọc sờ vào tớ khai từ phun suy Bàហើយថ្ងៃនេះលោកគ្រូពិតជាសប្បាយចិត្តមែនទែនដែលបានចុះមកដល់ផ្ទះលោកអ៊ំផ្ទាល់តែម្ដងបាទចង់សួរសុខទុក្ខលោកអ៊ំមុននឹងលោកអ៊ំបានប្រើប្រាស់ផលិតផលវីហូបហ្នឹងចង់ដឹងថាលោកអ៊ំមានបញ្ហាសុខភាពអីខ្លះអញ្ចឹងលោកអ៊ំរៀបរាប់នៅបញ្ហាសុខភាពលោកអ៊ំបាទលោកអ៊ំមានបញ្ហាអីលោកអ៊ំរៀបរាប់តាមហ្នឹងមកហើយក្រោយប្រើប្រាស់ហ្នឹងលោកអ៊ំបាត់ធូរបែបម៉េចចាំលោកអ៊ំរៀបរាប់តាមហ្នឹងទៅក្មួយនឹងសួរលោកអ៊ំណាបាទអញ្ចឹងលោកអ៊ំប្រើពីអាការៈជំងឺរបស់លោកអ៊ំតិចមុនប្រើលោកអ៊ំមានបញ្ហាសុខភាពអីដែរបាទមុននឹងប្រើឆ្នាំនេះខ្ញុំវាស្ពឹកខ្លួននឹងស្ពឹកមកចំហៀងខ្លួនមកចំហៀងខ្លួនបាទស្ពឹកមកចំហៀងខ្លួននឹង6 7ឆ្នាំហើយបាទហើយលើសឈាមផងហើយជាតិស្ករឡើងដល់500ជាតិស្ករឡើងដល់500បាទហើយពេលដើរហ្នឹងទឹកមឹកហ្នឹងបាទតែដល់ខ្ញុំសម្រេចចិត្តទិញវាហុកលេបនេះដោយសារខ្ញុំបើកទូរស័ព្ទទៅបាទឥឡូវក្មួយចង់ដឹងពីបញ្ហាលំអុបលំអិតតិចលំស្ពឹកហ្នឹងគឺវាធ្វើទុកបែបមិនដែរធ្វើចរណាអីពិបាកដែរអត់ស្ពឹកមកយើងខ្លួនហ្នឹងដូចថាងាប់តសៃចាប់ពីកណ្ដាលក្បាលហ្នឹងអញ្ចឹងធ្លាក់មកស្មានេះមកបាទអាទៅមួយឡែកទៅអាខ្នងដៃផ្សេងនេះទៅតាមអាពូចឹងជនីចឹងទៅដល់នេះជើងបាទបានយើងកម្រើកយកដឹងថាជើងដៃទេបាទស្ពឹកហ្មងតែគាត់ថាដើរបានតែស្ពឹកតែវាមានឈឺចុកចាប់អីទៀតអត់រួយតែម្ដងបាទអាស្ពឹករួយបាទរួយសរសៃកន្លែងនេះកាលមិនទាន់លេបឆ្នាំពិបាកមែនតើបាទនេះអាកន្លែងស្មានេះបាទចុះតាមប្រអប់ជើងហ្នឹងវាក្តៅទៅហើយស្ពឹកអីថែមទៀតអត់អាសរសៃនេះអាសរសៃខាងនេះស្អីហ្នឹងតាមនឹងអញ្ចឹងមកជាប់នឹងនេះចម្លោះចឹងជានេះបាទស្ពឹកពីក្បាលទៅស្ពឹកហ្នឹងរយៈពេលប្រហែលឆ្នាំដែរលោកអ៊ំ7 8ឆ្នាំហើយចង់10ឆ្នាំហើយជិត10ឆ្នាំបាទចុះលោកអ៊ំបានហើយយើងដឹងថាយើងមានអាការៈស្ពឹកបែបហ្នឹងយើងមានទៅបានពិនិត្យឬក៏ថតមើលជាមួយនឹងពេទ្យដែរអត់ខ្ញុំអត់ថតមើលតាក់ទងនឹងបញ្ហារលាកសន្លាក់បញ្ហាលើសចិត្តរសៀតឬក៏គៀបកប់រស័យអត់បានមើលទេអត់ទេបានន័យថាស្ពឹកយើងមានប្រើថ្នាំអីផ្សេងដែរអត់ទេអត់ដែរប្រើចាំមិនអត់ប្រើនៅទ្រាំអញ្ចឹងទៅនៅដូចចឹងដាំឈើដាំអីផាត់អញ្ចឹងវានឹកឃើញចេះផងវាសំខាន់ណាខ្លួនឯងវាចាស់រលួយមិនមែនសុំកូនពិបាកចេះទ្រាំទៅបាទហើយដល់ចូលឆ្នាំហើយហ្នឹងវាបានជូនលុយជូនអីហ្នឹងបានសម្រេចចិត្តថាទិញឆ្នាំមកព្យាបាលបាទព្យាបាលហើយវាបានដូចចិត្តជំងឺស្ពឹកឈឺរ៉ាំរ៉ាយពីមុនមកហ្នឹងវាបានធូរស្រាលឥឡូវនេះធូរស្រាលវា60បាទហើយអាការៈលោកអ៊ំហ្នឹងរយៈពេល6 7ឆ្នាំហ្នឹងលោកអ៊ំទ្រាំហើយពេលខ្លះមានអារម្មណ៍ថាអស់សង្ឃឹមដែរអត់សង្ឃឹមថាមើលជាទេជំងឺហ្នឹងវាអស់សង្ឃឹមត្រង់ថាចូលឆ្នាំហើយកូនជូនលុយនឹងមកទិញឆ្នាំនឹងព្យាបាលខ្លួនលើរស់បាន4 5ឆ្នាំទៀតមើលចៅបាទហើយមើលទិញមកលេបប្រមាឈុតមុនអវហ្នឹងវាបាត់ដូចចិត្តហ្មងបាត់ហើយស្រាលខ្លួនបាទ